លោកដូណាល់ត្រាំបានបញ្ជាក់ថាអាមេរិកនឹងដាក់ពន្ធ 100% លើការនាំចូលឱសថនិងរថយន្តដឹកទំនិញធុនធំប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសពន្ធថ្មីលើឱសថនាំចូលឡានដឹកទំនិញធុនធ្ងន់សម្ភារៈផ្ទះបាយគ្រឿងក្នុងបន្ទប់ទឹកនិងគ្រឿងសង្ហារិមដែលលើកឡើងពីសន្តិសុខជាតិដោយវិធានការទាំងអស់នឹងចូលជាធរមាននៅថ្ងៃទី1 ខែតុលាធ្វើការប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមលោកត្រាំបានដឹងថាពន្ធ 100% នឹងត្រូវដាក់លើផលិតផលឱសថដែលមានម៉ាកឬប៉ាតង់ណាមួយលុះត្រាតែក្រុមហ៊ុនមួយកំពុងសាងសង់រោងចក្រនៅសហរដ្ឋអាមេរិកលោកថាសហរដ្ឋអាមេរិកនឹងដាក់ពន្ធ 25% លើរថយន្តដឹកទំនិញធំៗប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតនៅឡើយសហរដ្ឋអាមេរិកនាំចូលឱសថក្នុងបរិមាណដ៏ច្រើនពីអឺរ៉ុបនិងផ្នែកផ្សេងទៀតនៃពិភពលោកកាលពីខែមុនលោកត្រាំបានលើកឡើងពីគំនិតនៃការដាក់ពន្ធតូចលើពួកគេដំបូងមុនពេលដំឡើងអត្រាពន្ធលើកម្រិតខ្ពស់រហូតដល់ 250% ក្នុងរយៈពេល1ឆ្នាំកន្លះក្រសួងពាណិជ្ជកម្មអាមេរិកបាននឹងកំពុងស៊ើបអង្កេតចាប់តាំងពីនីតិខិរដូវថាតើសហរដ្ឋអាមេរិកគួរដាក់ពន្ធលើឱសថសម្រាប់ហេតុផលសន្តិសុខជាតិដែរឬទេលោកត្រាំបានដឹងថាពន្ធ 50% នឹងត្រូវបានអនុវត្តលើសម្ភារៈផ្ទះបាយនិងគ្រឿងបរិក្ខារក្នុងបន្ទប់ទឹកខណៈដែលពន្ធ 30% នឹងត្រូវដាក់លើគ្រឿងសង្ហារិមអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright